ហុយត្រីដាក់ជាមួយនឹងខ្ទឹមជ្រក់អញ្ចឹងគឺយើងយកត្រីរបស់យើងយកមកយើងកាត់ក្បាលវាចេញបែបហ្នឹងមកហើយយើងកាត់កតុយហើយបន្ទាប់មកគឺយើងប្រលះសាច់យកតែសាច់មកហើយបានយើងប្រលះហ្នឹងគឺនៅពេលហើយយើងជាវាឲ្យដាច់វាបែបហ្នឹងមកបានយើងរៀបដេកវាដាក់នៅលើចានឲ្យស្អាតមកនៅពេលដែលយើងរៀបស្អាតហើយគឺយើងបន្ថែមជាមួយនឹងខ្ទឹមជ្រក់របស់យើងពីលើមកដាក់ខ្ទឹមជ្រក់ពីលើឲ្យរួចរាល់មកនៅពេលដែលរួចរាល់ហើយគឺយើងយកទៅចំហុយយើងចំហុយតែ15នាទីគឺឆ្អិនហើយនៅពេលដែលឆ្អិនហើយយើងលើកវាចេញមកយើងដេកវាបន្ថែមទៀតមកដាក់ជាមួយនឹងស្លឹកខ្ទឹមដាក់ជាមួយអីហ្នឹងហើយបានយើងស្រោចជាមួយនឹងប្រេងក្តៅហើយនឹងទឹកស៊ីអ៊ីវបន្ថែមពីលើទៀតមកតែប៉ុណ្្នឹងគឺរួចរាល់យើងអាចយកទៅញ៉ាំបានរសជាតិក៏ឆ្ងាញ់ហើយការដេកក៏ស្អាតដែរអញ្ចឹងមើលទៅគួរឲ្យចង់ញ៉ាំមែនទែនអញ្ចឹងបងប្អូនអាចធ្វើដោយខ្លួនឯងសាកមើលវីតាមីនជំនួយច្បែកជួយបំបត្តិជាំបំបត្តិស្នាមហើយនឹងបំបត្តិជ្រួញធ្វើឲ្យមុខសរលោងស្អាតបងប្អូនអាចប្រើវីតាមីននេះបានចា៎